សម្រាប់ថ្ងៃនេះផ្ទាល់ត្រូវជាថ្ងៃទី29ខែធ្នូឆ្នាំ2025ដែលត្រូវជាថ្ងៃវោកទឹកយ៉ាងឆុងគ្នាជាមួយអ្នកដំណើរឆ្នាំខាធាតុភ្លើងវ័យ40ឆ្នាំនិងខាធាតុដីវ័យ28ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុទឹកមាសនិងអ្នកដែលមានឆ្នាំម្សាញ់ជូតហើយនឹងរោងទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វាដំបកគ្រឹះមានទិសខាងជើងហើយនិងទិសខាងត្បូងចំពោះថ្ងៃនេះយើងឃើញថាមានធម៌ពលល្អប្រសើរដែលជាថ្ងៃជោគជ័យគ្រប់កិច្ចការងារសំខាន់យើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អប្រសើរដូចជាការចាប់ផ្ដើមអាជីវកម្មថ្មីការចុះហត្ថលេខាលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណើរកម្សាន្តការជួបជុំកិច្ចការងារជាបណ្ដាញការអធិដ្ឋានសមាធិបន់ត្រន់ការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពល្អប្រសើរហាម5ចំពោះការបុកគ្រឹះសាងសង់ជួសជុលហើយក៏ជាថ្ងៃហង្សក្រហមផងដែរល្អសម្រាប់ស្ត្រីក្នុងការមានស្នេហ៍ក្នុងការចរចានិយាយស្ដីឲ្យគេចូលចិត្តអាណិតស្រឡាញ់ចំពោះតារាសាស្ត្រយើងឃើញថានៅកណ្ដាលផ្ទះមានកម្បោ1និង9ក្នុងករណីដែលបងប្អូនចង់ចាប់លៀបឬក៏បន្ធូរលៀបបងប្អូនអាចដុតទៀន9ដើមនៅចន្លោះម៉ោង7ទៅម៉ោង9ព្រឹកនេះក្នុងការដុតទៀនយើងដុតទៀននៅកណ្ដាលផ្ទះមុខយើងបែរទៅរកទៀនខ្នងយើងបែរទៅទិសខាងត្បូងឈៀងខាងលិចនៅក្នុងម៉ោងវេលានេះនៅទិសខាងត្បូងឈៀងខាងលិចមានអតិថេពឆេះដែលជាអតិថេពមួយដែលធំជាងគេនៅក្នុងក្បួនឈីមិនយើងអាចស្នើសុំអំពីអំណាចតួនាទីហើយក្នុងនោះក៏យើងអាចស្នើសុំទៅការលៀងនៅធម្មពលអវិជ្ជមានភាព stress សយស្មុគស្មាញទទួលមកវិញនៅលៀបសំណាងទ្រព្យសម្បត្តិសតិបញ្ញាការជួយទំនុកបំរុងគាំពារយកអាសានិងភាពរីកចម្រើននៅក្នុងមុខរបរអាជីវកម្មជូនពរសំណាងល្អសម្រាប់ថ្ងៃនេះផ្ទាល់អរគុណ